បើនិយាយអំពីប្រាសាទមនុស្សគ្រប់គ្នាតែងតែនឹកដល់តំបន់អង្គរតែមានមនុស្សតិចតួចណាស់ដែលបានដឹងថាតំបន់ភាគឦសានក៏មានកំណត់ទ្រព្យពីបុព្វបុរសដែរតួយ៉ាងដូចជាទឹកដីខេត្តក្រចេះមានប្រាសាទឥដ្ឋដែលមានអាយុចាស់ជាងសម័យអង្គរទៅទៀតកំពុងឈរក្នុងព្រៃជាមួយភាពស្ងប់ស្ងាត់ជំរាបសួរបងប្អូនជាទីមេត្រីថ្ងៃនេះខ្ញុំបានចេញដំណើរពីស្រុកស្នួលទៅទាំងមេឃងងឹតតែម្ដងឆ្ពោះទៅកាន់ភូមិ105ឃុំថ្មីស្រុកចិត្តបុរីដែលមានចម្ងាយប្រមាណជា93គីឡូម៉ែត្រពីស្រុកស្នួលនិង45គីឡូម៉ែត្រពីទីរួមខេត្តក្រចេះខ្ញុំមកទីនេះគឺក្នុងគោលបំណងរករកប្រាសាទមួយដែលមានឈ្មោះថាព្រះធាតុខ្វាន់2នៅតាមផ្លូវធ្វើដំណើរខ្ញុំចាប់អារម្មណ៍ថាប្រជាជនមួយចំនួនជាជនជាតិភាគតិចពូណងចារាយនិងជនជាតិភាគតិចដទៃទៀតខ្ញុំក៏បាននិយាយជាមួយគាត់ខ្លះដែរនិយាយទៅមកចេញពូណងសួរថាបងចាស់ហាន់ទៅណាចាស់ហាន់ទៅណាទៅនោះហើយសួរអញ្ចឹងអូសួរអញ្ចឹងមិនដឹងបន្ទាប់ពីសន្ទនារួចខ្ញុំបន្តដំណើរចូលទៅកាន់ប្រាសាទដែលផ្លូវមានសភាពពិបាកបន្តិចជាមួយនឹងដីខ្សាច់តែមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេចំណាយពេលមិនយូរប៉ុន្មានខ្ញុំក៏បានទៅដល់គោលដៅគឺប្រាសាទព្រះធាតុខ្វាន់2គ្រាន់តែឮឈ្មោះក៏ហាក់ដាស់វិញ្ញាណឲ្យយើងចង់ដឹងពីអាថ៌កំបាំងដែលលាក់ខ្លួនពួនអាត្មាក្នុងព្រៃស្ងប់ស្ងាត់នេះខ្ញុំនឹងសម្រាយអាថ៌កំបាំងទាំងនេះតាមដែលខ្ញុំរកឃើញប្រាសាទព្រះធាតុខ្វាន់2ជាប្រាសាទសង់អំពីឥដ្ឋដែលមានតួប៉មចំនួន2និងក្បាច់ចម្លាក់ឆ្លាក់យ៉ាងលម្អិតនៅតាមផ្តែរទ្វារហោជាងសសរពេជ្រនិងមានប្រាសាទអណ្ដែតដ៏ស្រស់ស្អាតដើម្បីលម្អលើប្រាសាទតាមឯកសារក្នុងគេហទំព័រ Wikipedia បានសរសេរថាប្រាសាទនេះសង់នៅលើដីទួលដែលគេលើកមានតួប្រាសាទ2បែរមុខទៅទិសខាងកើតតែជាក់ស្ដែងពេលដែលខ្ញុំទៅដល់តួប្រាសាទមួយបានបែកបាក់អស់ទៅហើយនៅសល់តែតួប្រាសាទមួយផ្នែកប៉ុណ្ណោះដែលនៅឈរជើងដល់សប្តាហ៍ថ្ងៃការបែកបាក់និងភាពរិចរិលនេះបណ្ដាលមកពីកត្តាមនុស្សនិងធម្មជាតិដោយសារអាយុកាលរាប់រយឆ្នាំភ្លៀងខ្យល់សង្គ្រាមសកម្មភាពលួចជីកកាយបានធ្វើឲ្យតួប្រាសាទភាគច្រើនត្រូវរងការខូចខាតជាខ្លាំងបើពិនិត្យមើលក្បាច់នៅតាមផ្តែរនិងសសរស្តម្ភរបស់ប្រាសាទវិញគឺនៅក្នុងរចនាបថកំពង់ព្រះដើមសតវត្សទី8តាមឯកសារគេហទំព័រដដែលក៏បានសរសេរទៀតថាប្រាសាទនេះឧទ្ទិសថ្វាយព្រហ្មញ្ញសាសនានិងកសាងឡើងដោយព្រះបាទបុស្កាឬបុស្ការៈខ្ញុំសូមណែនាំព្រះបាទបុស្កាឲ្យបងប្អូនទាំងអស់គ្នាដោយសង្ខេបបន្តិចព្រះអង្គជាព្រះមហាក្សត្រខ្មែរនាសម័យចេនឡាគឺនៅក្នុងសតវត្សទី8ជាក្សត្រដែលបានបង្រួបបង្រួមទឹកដីដែលបែកបាក់ឲ្យមានឯកភាពឡើងវិញព្រះអង្គគឺជាបុព្វបុរសដ៏សំខាន់មួយរូបដែលនាំឲ្យមានការកកើតឡើងនៃរជ្ជកាលស្ដេចសម័យអង្គរហើយព្រះបាទជ័យវរ្ម័នទី2គឺជាពូជពង្សបន្តពីខ្សែស្រឡាយរបស់ព្រះអង្គត្រឡប់មកវិញនៅប្រាសាទព្រះធាតុខ្វាន់2នេះក៏មានរឿងព្រេងដែលអ្នកស្រុកនៅតំបន់នោះនិយាយខុសៗគ្នាដំណាលមកថាមានស្ដេចគួយមួយអង្គមានបុត្រី2អង្គបានមកសង់ប្រាសាទនៅទីនេះក្រោយមកបុត្រីទាំង2អង្គបានសោយទីវង្គតដោយសារជំងឺទើបស្ដេចគួយសម្រេចចិត្តបញ្ចុះសពឬឆ្អឹងបុត្រីរបស់ទ្រង់ទាំងពីរនៅទីនេះរួចក៏បោះបង់ប្រាសាទនេះចោលភៀសខ្លួនទៅកន្លែងផ្សេងទៀតទៅតាមទំនៀមទម្លាប់សាសនារបស់ទ្រង់ប្រភពផ្សេងទៀតក៏បាននិយាយថាប្រាសាទនេះគឺមានឈ្មោះថាអាពាធខ្វាន់2ដែលមានដំណើររឿងប្រហាក់ប្រហែលនឹងគ្នានេះដែរគ្រាន់តែបញ្ជាក់ថាបុត្រីទាំងពីររបស់ស្ដេចគួយមិនបានសោយទីវង្គតនោះទេគឺគ្រាន់តែមានអាពាធប៉ុណ្ណោះស្ដេចគួយបានសង់ប្រាសាទនេះដើម្បីលាក់ខ្លួននិងព្យាបាលជំងឺក្រោយចាញ់សង្គ្រាមដោយហេតុនេះហើយទើបបានជាប្រាសាទនេះមានឈ្មោះថាព្រះធាតុខ្វាន់2ជាឈ្មោះផ្សំឡើងដោយពាក្យ3ម៉ាត់ព្រះធាតុគឺជាពាក្យរាជស័ព្ទប្រែថាឆ្អឹងខ្វាន់ប្រែថាកូនឬកូនក្មេង2គឺជាចំនួនដូច្នេះព្រះធាតុខ្វាន់2មានន័យថាឆ្អឹងកូន2នាក់យ៉ាងណាមិញនេះគ្រាន់តែជារឿងដែលអ្នកស្រុកដំណើរតៗគ្នាមកតែប៉ុណ្ណោះគ្មានឯកសារណាបញ្ជាក់ថាជារឿងពិតប្រាកដនោះឡើយមិនខុសពីប្រាសាទផ្សេងទេ
ដែលមានរោងសក្ការៈគោរពបូជានៅខាងកើតឈៀងខាងជើងនៃប្រាសាទព្រះធាតុខ្វាន់2ក៏មានរោងសក្ការៈដែរដែលសង់ឡើងអំពីឈើដែលផ្ទុយពីពណ៌ឥតចាស់នៃប្រាសាទខ្ញុំឃើញមានទង់បោកបាក់រវិចទៅតាមខ្យល់ស្លាធម៌បាយសីឈើច្រត់ដែលមានក្បាច់ទុកនៅទីនោះផងដែរទំនងជាអ្នកស្រុកប្រមូលមកទុកជារូបតំណាងបារមីថែរក្សាស្រុកភូមិរោងសក្ការៈនេះហើយដែលបញ្ជាក់ថានៅទីនេះមិនមែនជាប្រាសាទដែលគេបោះបង់ចោលនោះទេប៉ុន្តែជាដួងព្រលឹងរបស់អ្នកភូមិនៅទីនេះសរុបមកវិញទោះបីជាតួប្រាសាទមួយផ្នែកត្រូវរងការខូចខាតដោយកត្តាធម្មជាតិនិងការយាយីពីសំណាក់មនុស្សក្នុងសម័យសង្គ្រាមយ៉ាងណាក្តីក៏វត្តមាននៃរោងសក្ការៈបានបង្ហាញឲ្យយើងឃើញថាតម្លៃបេតិកភណ្ឌនេះមិនបានរលត់ទៅតាមពេលវេលានោះឡើយការអភិរក្សប្រាសាទបុរាណនេះគឺជាកាតព្វកិច្ចរួមរបស់យើងគ្រប់គ្នាដើម្បីរក្សានៅអត្តសញ្ញាណជាតិនិងផុសតាងប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រហើយវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នា